ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចាប់ផ្ដើមផ្គុំរៀបចំចេញជាមួយនឹងប្រភេទអំភ្លីការ៉ាអូខេលក្ខណៈគ្រួសារខ្នាត15:35ចេញតែទៀតឲ្យបងប្អូនទាំងអស់គ្នាដូចនៅឃើញនៅក្នុងវីដេអូនឹងអញ្ចឹងជំហានដំបូងនៃការចាប់ផ្គុំគឺយើងចាប់ផ្ដើមចាប់ជាមួយនឹងដុំភ្លើងរបស់វាចូលបងប្អូនទាំងអស់គ្នាដូចឃើញស្រាប់ហើយតើតើជាមួយនឹងប្រភេទអំភ្លីនេះជាប្រភេទអំភ្លីប្រើដុំភ្លើងប្រើភ្លើង220ក៏បាន12វ៉ុលក៏បានដាក់អគុយនៅខាងក្នុងមួយគ្រាប់ទៀតដើម្បីដាក់ទូជាថ្មសាករបស់វាក៏បានដែរបងប្អូនទាំងអស់គ្នាហើយលក្ខណៈពិសេសរបស់អំភ្លីនេះបងប្អូនទាំងអស់គ្នាអាចមើលបាននេះយើងមានភុយស៊ីបមួយគ្រាប់ភុយស៊ីបនេះករណីបើសិនជាបងគាត់យកទៅប្រើភ្លើងជាពិសេសជាមួយការប្រើជាមួយម៉ាស៊ីនភ្លើងម៉ាស៊ីនឆេះលើសពី150វ៉ុលកម្លាំងភ្លើងលើសពី250វ៉ុលវានឹងដាច់ភុយស៊ីបដោយស្វ័យប្រវត្តិមិនប៉ះពាល់ដល់ម៉ាស៊ីនអំភ្លីទេបងប្អូនទាំងអស់គ្នាអាចមើលនៅលើវីដេអូនឹងបានតើតើជាមួយនឹងខ្ញុំចាប់គុំដុំភ្លើងហើយគឺខ្ញុំចាប់ជាមួយនឹងរុនសម្រាប់បងប្អូនដោតមីក្រូហ្វូនពីខាងក្រៅអំភ្លីនេះបងប្អូនអាចដោតមីក្រូពីក្រៅបាន2ច្រកជាមួយនឹងរុនហ្គីតាបាន2ច្រកដូចគ្នាដែរពេលយើងចាប់ហើយយើងចាប់ដើមផ្គុំរត់ខ្ចៅរត់អីចូលមកស្អាតចឹងហើយបងទាំងអស់គ្នាអាចមើលបានទៀតគឺខ្ញុំចាប់ដើមចាប់ផ្គុំជាមួយនឹងខួរក្បាលរបស់វាកន្លែងនេះហាក់បីដូចជាខួរក្បាលរបស់វាអញ្ចឹងខ្ញុំហ៊ានថាអញ្ចឹងដោយសារកន្លែងនេះគឺមានន័យសម្រាប់ទទួលការបញ្ជា Bluetooth ចាប់យកសញ្ញា Bluetooth ពីទូរស័ព្ទសម្រាប់កំណត់យកសញ្ញាថាប្រើខ្សែដោតឬក៏យកសញ្ញាឲ្យសំឡេងចេញចម្លងទៅអំភ្លីផ្សេងគឺនៅកន្លែងនេះទាំងអស់បន្ទាប់ពីយើងចាប់ហើយខ្ញុំចាប់ដើមផ្គុំជាមួយនឹង main board របស់វានេះគឺជាបេះដូងចាស់ខ្ញុំចាត់ទុកថាបេះដូងរបស់អំភ្លីចឹងបងប្អូនណាដោយសារកន្លែងនេះគឺកន្លែងសម្រាប់បែងចែកភ្លើងទៅចិញ្ចឹមខួរក្បាលទៅចិញ្ចឹមផ្នែកផ្សេងទៀតរួមជាមួយនឹងការបំផោងសំឡេងទៅរកឧបករណ៍បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងកន្លែងហ្នឹងហ្នឹងហើយបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំចាប់ផ្គុំចាប់ខ្ចៅចូលជាមួយនឹងផ្នែកសំខាន់ឬក៏បេះដូងរបស់អំភ្លីហើយគឺខ្ញុំចាប់ផ្ដើមរៀបចំផ្គុំជាមួយនឹងប្រេបងប្អូននេះគឺប្រេវ៉ាលីមតែតងជាមួយមុខងាររបស់ប្រេនេះគឺមាននីតិសម្រាប់កំណត់ឲ្យអំភ្លីមានបាសធ្ងន់បាសស្រាលកម្រិតសម្លេងតិចខ្លាំងមុខងារអេកូមុខងារ reverb គឺពឹងនៅលើប្រេនឹងទាំងអស់បងប្អូនទាំងអស់គ្នាណាតែតងជាមួយនឹងប្រេនេះវានិយាយទៅគឺដាក់ដូចជាដៃបញ្ជាអញ្ចឹងបងប្អូនណាឲ្យវាលឺតិចលឺខ្លាំងបាសបុកធ្ងន់បុកស្រាលសម្លេងខ្ទរសម្លេងថប់អីចឹងគឺនៅលើឡៃនឹងទាំងអស់បងទាំងអស់គ្នាហ្នឹងហើយបន្ទាប់ពីខ្ញុំចាប់ខ្ចៅចូលមួយហើយបងប្អូនទាំងអស់គ្នាឃើញណាគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងតំណប់វ៉ាលីមរបស់វាបងប្អូនណាព្រោះបងប្អូនមិនអាចប្រើជាមួយវ៉ាលីមទៅទេបានទេគឺយើងត្រូវមានកម្របវ៉ាលីមឬក៏តំណប់ពីហ្នឹងសម្រាប់យើងងាយស្រួលក្នុងការមូលងាយស្រួលក្នុងការបញ្ជាបន្ទាប់ពីយើងដាក់អញ្ចឹងហើយនេះគឺផ្នែកចុងក្រោយគឺជាកងតាក់បងប្អូនណានេះគឺជាកងតាក់របស់អំភ្លីសម្រាប់បងប្អូនចង់បិទចង់បើកចង់ប្រើចង់មិនប្រើពេលបងប្អូនប្រើបងប្អូនបើកពេលបងប្អូនមិនប្រើបងប្អូនបិទវាទៅបន្ទាប់ពីយើងអញ្ចឹងហើយគឺយើងចាប់ផ្ដើមដោតវាតាមស្នាប់នីមួយៗរបស់អំភ្លីហ្នឹងបងប្អូនយើងដោតតាមស្នាប់អគុយចំស្នាប់អគុយស្នាប់មីក្រូចំស្នាប់មីក្រូអញ្ចឹងទៅហ្នឹងដល់ពេលយើងធ្វើអញ្ចឹងហើយលក្ខណៈថាជាផ្នែកកាន់ទៅចុងក្រោយហើយយើងចាប់ផ្ដើមដោតជាមួយនឹងគឺការបាញ់កៅបងប្អូនណាអធិស្ឋានគឺយើងចាប់ផ្ដើមបាញ់កៅភ្ជាប់ចំស្នាប់ដែលយើងបានដោតមុននឹងបងប្អូនយើងអរគ្នាដើម្បីការពារវាលងនៅថ្ងៃក្រោយអូខេតោះឥឡូវសម្រាប់ចុងវីដេអូបងប្អូនខ្ញុំនឹងធ្វើតេស្តបងប្អូនទាំងអស់គ្នាជាមួយនឹងការដំណើរការរបស់អំភ្លីហ្នឹងបាយបាយ